សួស្តីបងប្អូនទាំងអស់គ្នាបាទនៅក្នុងសារព័ត៌មានថ្ងៃនេះគឺខ្ញុំដកស្រង់ចេញអំពីសារព័ត៌មាន DPA International បាទនេះគឺតាក់ទងទៅខាងអ៊ីស្រាអែលជាមួយនឹងក្រុមហាម៉ាស់ទៀតហើយនេះគឺជាសោកនាដកម្មសម្រាប់ប្រជាជនប៉ាឡេស្ទីនអញ្ចឹងនៅក្នុងសារព័ត៌មាននេះគឺបាននិយាយថាអាញាធរហាម៉ាស់បាននិយាយថាមានមនុស្សចំនួន24នាក់បានស្លាប់នៅជិតមជ្ឈមណ្ឌលចែកចាយជំនួយនៅហ្គាហ្សាបាទដោយការពីថ្ងៃមុននឹងផងដែរគ្រាន់តែថ្ងៃចែកជំនួយមានប្រជាជនប៉ាឡេស្ទីនដែលគាត់សម្រុកចូលហែករបងចូលទៅក្នុងតំបន់ចែកចាយឬក៏កន្លែងចែកជំនួយទាំងអស់នោះគឺធ្វើបណ្ដាលឲ្យមានគ្រោះថ្នាក់ហើយបណ្ដាលឲ្យស្លាប់ចំនួនមនុស្សចំនួន2នាក់ផងដែរកាលពីថ្ងៃមុននោះគឺគ្រាន់តែរត់ចូលរត់ចេញជន់គ្នានឹងស្លាប់ហើយរបាយការណ៍ពីតំបន់កាសានេះគឺបាននិយាយថាទាហានអ៊ីស្រាអែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនម្ដងទៀតនៅក្បែរមជ្ឈមណ្ឌលចែកចាយសម្រាប់ជំនួយមនុស្សធម៌ហើយឥឡូវនេះគឺមិនមែនរត់ជន់គ្នាស្លាប់ទេមិនមែនដណ្ដើមអាហារដណ្ដើមជំនួយនឹងដោយសារជន់គ្នាស្លាប់នោះទេគឺដោយសារទាហានរបស់អ៊ីស្រាអែលនឹងគឺបានធ្វើការបាញ់វាយប្រហារទៅលើប្រជាជនទាំងអស់នោះយ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន24នាក់បានស្លាប់នៅជិតទីក្រុងរ៉ាហ្វាភាគខាងត្បូងនិងរាប់សិបនាក់ផ្សេងទៀតបានរងរបួសកាលពីថ្ងៃអង្គារបាទនេះបើយោងទៅតាមអាជ្ញាធរសុខាភិបាលហ្គាហ្សាដែលត្រូវបានគ្រប់គ្រងដោយចលនាអ៊ីស្លាមហាម៉ាស់បាទនៅត្រង់ចំណុចនេះក៏យើងមិនទាន់ពិតប្រាកដថាជាកំហុសរបស់ទាហានអ៊ីស្រាអែលដែរបាទពីព្រោះនេះគឺជារបាយការណ៍តែមួយខាងអំពីអាជ្ញាធរសុខាភិបាលអ៊ីស្លាមហាម៉ាស់ចំណែកឯយោធាអ៊ីស្រាអែលក៏បាននិយាយនៅពេលព្រឹកថាទាហានបានកំណត់អត្តសញ្ញាណជនសង្ស័យប្រហែលជាកន្លះគីឡូម៉ែត្រពីចំណុចដែលចែកចាយដែលបានចូលទៅជិតពួកគេហើយបង្កការគំរាមកំហែងឥឡូវនេះគឺខាងកងទ័ពអ៊ីស្រាអែលគឺបានធ្វើការបដិសេធឬក៏ធ្វើការបកស្រាយវិញថាដោយសារតែមានប្រជាជនឬក៏ជនសង្ស័យដែលមានចម្ងាយប្រហែលជាកន្លះគីឡូម៉ែត្រនឹងពីកន្លែងចែកអំណោយហើយក៏បានសម្ដៅមកខាងកងទ័ពអ៊ីស្រាអែលនោះពួកគេបានងាកចេញពីផ្លូវដែលបានកំណត់ទៅកាន់មជ្ឈមណ្ឌលជំនួយខណៈដែលហ្វូងមនុស្សជាច្រើននឹងគឺបានដើរនៅលើផ្លូវធម្មតាប៉ុន្តែមានមនុស្សមួយចំនួនបានងាកចេញពីផ្លូវដែលតម្រង់ទៅកន្លែងចែកជំនួយហើយស្រាប់តែតម្រង់មកខាងកងទ័ពអ៊ីស្រាអែលសេចក្តីថ្លែងការណ៍របស់កងទ័ពបាននិយាយថាបន្ទាប់ពីជនសង្ស័យបរាជ័យនៅក្នុងការដកថយការបាញ់ប្រហារបន្ថែមត្រូវបានតម្រង់ទៅជិតជនសង្ស័យបុគ្គលមួយចំនួនដែលឈានទៅរកកងទ័ពបាននិយាយថាខ្លួនមិនបានរារាំងជនស៊ីវិលពីការចូលទៅកាន់មជ្ឈមណ្ឌលចែកជំនួយនោះទេហើយទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន WAFA ដែលដកស្រង់សម្ដីសាក្សីបានរាយការណ៍ពីការវាយប្រហារលើហ្វូងមនុស្សដោយការបាញ់កាំភ្លើងធំនិងយន្តហោះចម្បាំងទៀតផងបច្ចុប្បន្នគ្មានព័ត៌មានណាមួយអាចផ្ទៀងផ្ទាត់ដោយឯករាជ្យបានទេដោយសារតែអ្នកកាសែតបរទេសមិនត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងតំបន់ហ្គាហ្សាអាជ្ញាធរហាម៉ាស់បាននិយាយថាមនុស្សរាប់សិបនាក់ត្រូវបានសម្លាប់នៅក្បែរមជ្ឈមណ្ឌលចែកចាយជំនួយថ្មីដែលដំណើរការដោយមូលនិធិមនុស្សធម៌ហ្គាហ្សាដែលគ្រប់គ្រងដោយអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាដែលបានបើកកាលពីសប្តាហ៍មុនអ៊ីស្រាអែលបានបដិសេធរបាយការណ៍ជាច្រើនផ្សេងទៀតអគ្គលេខាធិការអង្គការសហប្រជាជាតិគឺលោក Antonio Guterres កាលពីថ្ងៃច័ន្ទបានអំពាវនាវឲ្យមានការស៊ើបអង្កេតឯករាជ្យលើការស្លាប់ដោយបង្កឲ្យមានការថ្កោលទោសពីប្រទេសអ៊ីស្រាអែលនោះ